ជំរាបសួរបងប្អូនអរគ្នាខ្ញុំចិនដាសូមស្វាគមន៍កាន់ថ្នាក់ភាសាអង់គ្លេសរបស់ខ្ញុំថ្ងៃនេះយើងកាយវិញ្ញាសាបាក់ឌុប2014ការប្រឡងលើកទី1 Part 1 Reading នៅក្នុង Part 1យើងត្រូវអានអត្ថបទ Read the text បន្ទាប់មកបំពេញgaps បំពេញចន្លោះជាមួយនឹងពាក្យដែលគេឲ្យនេះគឺជា text ដែលយើងត្រូវបំពេញ right election ការបោះឆ្នោតហើយខាងនេះគឺជា vocabulary ជា words ជាពាក្យដែលយើងត្រូវយកទៅបំពេញមានពាក្យ candidate យើងអាន candidate ក៏បានដែរ eligible election campaign opinion poll ballot box polling day support polling station winner predict result បើសិនជាយើងអត់ដឹងនៅអត្ថន័យរបស់ពាក្យទាំងនោះទេក៏យើងពិបាកយកទៅបំពេញដែរអញ្ចឹងយើងប្រែពាក្យទាំងនេះជាមួយគ្នា Number 1 candidate or candidate បេក្ខជនcandidate eligible បើសិនជាយើង eligible to do something គឺយើងមានសិទ្ធិ eligible មានសិទ្ធិ election campaign election ការបោះឆ្នោត campaign យុទ្ធនាការឃោសនាបោះឆ្នោតយុទ្ធនាការបោះឆ្នោតអូខេយុទ្ធនាការបោះឆ្នោត campaign opinion poll ការស្ទង់មតិ opinion poll ការស្ទង់មតិ ballot box ប្រអប់ឆ្នោតហັບឆ្នោត ballot box polling day ថ្ងៃបោះឆ្នោតbut this is a bit សំខាន់ណា right support គាំទ្រ support polling station ការិយាល័យបោះឆ្នោត polling station winner ពាក្យងាយទេអ្នកអូខេអ្នកឈ្នះ winner predict ទស្សន៍ទាយឬក៏ព្យាករណ៍ predict result លទ្ធផល result so យើងអាចយកពាក្យទាំងនេះទៅ complete text នេះបានហើយ fill in the gaps បានហើយ right មានពាក្យ candidate eligible election campaign opinion poll ballot box polling day support polling station winner predict result តោះឡើងងាកមកខាងនេះគឺយើងនឹងបំពេញចន្លោះ fill in the gaps with the words election ការបោះឆ្នោត people sometimes try to blank the result of an election
weeks before it takes place មនុស្សពេលខ្លះព្យាយាមផលិតផលនៃការបោះឆ្នោត weeks ជាច្រើនសប្តាហ៍មុនពេលការបោះឆ្នោតមកដល់តែគូបំពេញពាក្យអីគេព្យាយាមអីគេព្យាយាមព្យាករព្យាយាមទស្សន៍ទាយ so predict people sometimes try to predict មនុស្សពេលខ្លះព្យាយាមព្យាករលទ្ធផលនៃការបោះឆ្នោតច្រើនសប្តាហ៍មុនពេលការបោះឆ្នោតមកដល់ several hundred people are asked which party they prefer and then answers are used to guess the result of the coming election several hundred people មនុស្សជាច្រើនរយនាក់ត្រូវបានគេសួរថាតើគាត់តើគណៈបកនយោបាយមួយណាដែលពួកគេចូលចិត្តហើយចម្លើយរបស់ពួកគេត្រូវបានយកទៅប្រើដើម្បី guess ដើម្បីទស្សន៍ទាយដើម្បីព្យាករណ៍លទ្ធផលនៃការបោះឆ្នោតខាងមុខ this is called នេះត្រូវបានគេហៅថាម៉េចត្រូវបានគេហៅថា an opinion poll number 4 opinion poll នេះត្រូវបានគេហៅថាការស្ទង់មតិ meanwhile each party conducts its election campaign with meetings speeches television commercials TV commercial and party members going from door to door encouraging people to blank their party meanwhile ស្របពេលជាមួយគ្នានេះដែល each party គណៈបកនីមួយៗ conduct its election campaign conduct ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់ពួកគេដែលមានការប្រជុំspeeches ថ្លែងសន្ទរកថា television commercial ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍និងហើយ party members សមាជិកបក going from door to door ទៅពីផ្ទះមួយទៅផ្ទះមួយ encouraging លើកទឹកចិត្ត people លើកទឹកចិត្តប្រជាជន to their party លើកទឹកចិត្តប្រជាជនឲ្យបករបស់ពួកគេលើកទឹកចិត្តប្រជាជនឲ្យគាំទ្រ support so 7 support លើកទឹកចិត្តឲ្យប្រជាជនគាំទ្រគណៈបករបស់ពួកគេin Cambodia នៅក្នុងប្រទេសកម្ពុជា everyone over 18 is okay ច្រឡំដាក់ចម្លើយឲ្យបាត់ eligible so eligible to vote in Cambodia everyone over 18 is eligible to vote so eligible ចម្លើយគេមានសិទ្ធិនៅក្នុងប្រទេសកម្ពុជាមនុស្សគ្រប់រូបដែលមានអាយុលើសពី18ឆ្នាំគឺមានសិទ្ធិបោះឆ្នោត The place where people vote in an election is called កន្លែង the place where people vote in an election កន្លែងដែលមនុស្សបោះឆ្នោត
nơi gần lại gần lại tại mình bó chân áo cứត្រូវបានគេហៅថាត្រូវបានគេហៅថាការិយាល័យបោះឆ្នោត polling station 8 polling station and the day of the election is often known as blank ហើយថ្ងៃនៃការបោះឆ្នោតគឺត្រូវបានគេដឹងថាត្រូវបានគេស្គាល់ថាថ្ងៃបោះឆ្នោត okay simple polling day all right so number 6 polling day the voters put their votes in a the voter អ្នកបោះឆ្នោតដាក់សញ្ញាឆ្នោតរបស់ពួកគេទៅក្នុងអីទៅ in a ballot box ទៅក្នុងប្រអប់ឆ្នោត so it's number 5 and later ហើយបន្ទាប់មក they are counted ហើយបន្ទាប់មកសញ្ញាឆ្នោតត្រូវបានរាប់ with the most votes is then declared the with the most votes that mean សញ្ញាឆ្នោតច្រើនជាងគេ so the candidate or the candidate បេក្ខជន so number 1 បេក្ខជនដែលមានសញ្ញាឆ្នោតច្រើនជាងគេ is then declared the winner chum 1 the candidate with the most votes is then បេក្ខជនដែលមានសញ្ញាឆ្នោតច្រើនជាងគេគឺបន្ទាប់មក declared ត្រូវបានប្រកាសថាជាអ្នកឈ្នះ number 9 the winner what is our result លទ្ធផល result ប្រហែលជាច្រឡំទៅសេចូលមុនបាត់ហើយក៏ពិតគឺត្រូវនៅ result នៅកន្លែងនេះទៅត្រូវ complete ទៅចូលច្រឡំទៅសេចម្លើយឲ្យមុនបាត់នេះ right នេះគឺ result number 11 all right so people sometimes try to predict the result of an election weeks before it takes place several hundred people are asked which party they prefer and their answers are used to guess the result of the coming election. This is called an opinion poll. Meanwhile, each party conducts its election campaign with meetings, speeches, television commercials, and party members going from door to door encouraging people to support their party. In Cambodia, everyone over 18 is eligible. So eligible, number 2, right, is eligible to vote. The place where people vote in an election is called polling station. And the day of the election is often known as polling day.
The voters put their votes in a ballot box and later they are counted. The candidate with the most votes is then declared the winner. Job. Thank you everyone អរគុណអ្នកនរគ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតមកដល់ពេលនេះកុំភ្លេចជួយចុច like subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាន notification ពី channel របស់ខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូមេរៀននៅពេលក្រោយទៀត Goodbye